រឿងខ្មោចចាំអាគារនៅឆ្នាំ2010នៅម្ដុំអូឫស្សីភ្នំពេញមានអាគារចាស់មួយកម្ពស់5ជាន់ឈរចោលកណ្ដាលផ្លូវមួយតូចអាគារនោះចាស់ខ្លាំងជញ្ជាំងបែកកញ្ចក់ខូចហើយជណ្ដោរដែកចាស់ច្រេះពេញដោយធូលីមនុស្សនៅម្ដុំនោះហៅវាថាអាគារខ្មោចព្រោះរាល់យប់គេតែងឮសំឡេងមនុស្សដើរលើជាន់ទី5ទោះបីជាអាគារនោះគ្មានអ្នករស់នៅជាង10ឆ្នាំហើយក៏ដោយខ្ញុំឈ្មោះរឹតកាលនោះខ្ញុំអាយុ19ឆ្នាំខ្ញុំរួមនៅជាមួយម៉ែខ្ញុំអ្នកមីងសុភីប្អូនប្រុសខ្ញុំនីតឪពុកខ្ញុំស្លាប់តាំងពីខ្ញុំនៅតូចម៉ែខ្ញុំលក់ខោអាវនៅផ្សារអូឫស្សីខ្ញុំជួយលើកអីវ៉ាន់និងធ្វើការក្រៅម៉ោងផ្ទះយើងនៅជិតអាគារចាស់នោះកាលពីក្មេងម៉ែតែងហាមខ្ញុំកុំទៅលេងជិតអាគារហ្នឹងតែគាត់មិនដែលប្រាប់មូលហេតុទេមិត្តភក្តិខ្ញុំមានមិត្តស្និទ្ធ3នាក់ដារ៉ូមង្គលនិងស្រីឡាក់ពួកយើងតែងជួបគ្នាក្រោយចេញពីរៀនដារ៉ូជាមនុស្សចូលចិត្តរឿងខ្មោចខ្លាំងគាត់តែងនិយាយខ្មោចអត់មានទេបើមានអញចង់ឃើញណាស់ថ្ងៃមួយដារ៉ូស្នើឲ្យពួកយើងចូលទៅថតអាគារចាស់នោះមង្គលភ័យមិនចង់ទៅតែដោយសារចង់សប្បាយពួកយើងក៏ព្រមចូលទៅក្នុងអាគារយប់ថ្ងៃសៅរ៍ម៉ោង 7:09 យប់ពួកយើងលួចចូលអាគារតាមច្រកខាងក្រោយខ្យល់ក្នុងអាគារត្រជាក់ខុសធម្មតាមានក្លិនសើមក្លិនធូលីនិងក្លិនធូបចាស់ស្រីលាក់ចាប់ដៃខ្ញុំជាប់ខ្ញុំមិនស្រួលចិត្តទេតែដារ៉ូសើចភ័យធ្វើអីអាគារចោលសោះពួកយើងឡើងដល់ជាន់ទី3ស្រាប់តែមានសម្លេងក្មេងស្រីសាយពីលើហេមង្គលស្លេកមុខភ្លាមឯងឮអត់ភ្លាមនោះមានសម្លេងរត់លើជាន់ទី5ដុកជាន់ទី5ពេលឡើងដល់ជាន់ទី5ពួកយើងឃើញបន្ទប់មួយបើកចំហក្នុងបន្ទប់នោះមានកៅអីចាស់មួយតុឈើនិងតុក្កតាចាស់ដាក់កណ្ដាលបន្ទប់តុក្កតានោះមុខខូចមកខាងភ្នែកម្ខាងបាត់ហើយមានឈាមស្ងឹតលើរ៉ូបវាស្រីលាក់ចង់ចេញភ្លាមតែដារ៉ូទៅចាប់តុក្កតានោះលេងអូយអាគារខ្មោចមានតែនេះភ្លាមនោះទ្វារបន្ទប់បិទខ្ទប់ភ្លើង flashlight ពួកយើងរលត់ទាំងអស់ហើយមានសម្លេងស្ត្រីម្នាក់ខ្សឹបក្បែរត្រចៀកខ្ញុំកុំយកកូនខ្ញុំត្រជាក់ទាំងខ្លួនក្រោយយប់នោះរឿងចម្លែកកើតឡើងលើដារ៉ូគាត់ចាប់ផ្ដើមនិយាយម្នាក់ឯងយប់គាត់ឮសម្លេងក្មេងស្រីហៅពូលេងជាមួយខ្ញុំថ្ងៃមួយដារ៉ូមកផ្ទះខ្ញុំទាំងស្លេកមុខគាត់ប្រាប់ថារាល់យប់មានក្មេងស្រីម្នាក់ឈរនៅចុងគ្រែគាត់នាងកាន់តុក្កតាដដាលនោះហើយនៅក្រោយនាងមានស្ត្រីម្នាក់ក្បាលបែកឈាមកាន់ក្មេងស្រីតូចម្នាក់អ្នកជិតខាងនិយាយការពិតអ្នកជិតខាងចាស់មួយឈ្មោះតាយិនប្រាប់ខ្ញុំថាកាលពីឆ្នាំ2000អាគារនោះធ្លាប់មានគ្រួសារមួយរស់នៅជាន់ទី5ប្តីប្រពន្ធនិងកូនស្រីតូចម្នាក់ប្រពន្ធឈ្មោះស្រីណែតនាងជាស្ត្រីស្ងាត់ស្រឡាញ់កូនខ្លាំងតែប្តីនាងជាមនុស្សប្រច័ណ្ឌនិងវាយដុំនាងរាល់យប់អ្នកជិតខាងតែងឮសំឡេងយំចេញពីបន្ទប់នោះតែគ្មានអ្នកណាហ៊ានជួយរឿងស៊ីជម្រៅមានពីក្រោយយប់មួយខ្ញុំឮម៉ែខ្ញុំយំម្នាក់ឯងខ្ញុំសួរគាត់អំពីអាគារនោះម៉ែខ្ញុំស្ងាត់យូរហើយគាត់ប្រាប់ការពិតដែលខ្ញុំមិនធ្លាប់ដឹងកាលពី10ឆ្នាំមុនម៉ែខ្ញុំធ្លាប់លក់បាយនៅមុខអាគារនោះគាត់ស្គាល់ស្រីណែតច្បាស់ថ្ងៃមួយស្រីណែតរត់ចេញពីអាគារទាំងមុខឈាមនាងសុំឲ្យអ្នកជិតខាងជួយតែគ្មានអ្នកណាហ៊ានចូលជ្រៀតជ្រែងរឿងប្តីប្រពន្ធសូម្បីតែម៉ែខ្ញុំក៏មិនជួយដែរយប់នោះប្តីនាងស្របឹងខ្លាំងគាត់វាយស្រីណែតរហូតស្លាប់ហើយកូនស្រីតូចនោះឃើញគ្រប់យ៉ាង plot twist ខ្ញុំញ័រខ្លួនចុះកូនស្រីនោះវិញម៉ែខ្ញុំយំក្រោយសម្លាប់ប្រពន្ធប្តីនោះភ័យពេកគាត់យកសាកសពប្រពន្ធលះទុកនៅក្នុងធុងទឹកលើដំបូលអាគារតែកូនស្រីតូចនោះយំមិនឈប់ចុងក្រោយគាត់រុញកូនខ្លួនឯងធ្លាក់ពីជាន់ទី5ហើយរត់បាត់ខ្លួនតាំងពីថ្ងៃនោះអាគារចាប់ផ្ដើមមានរឿងខ្មោចការសងសឹកយប់ទឹកបន្ទាប់ដារ៉ូបាត់ខ្លួនពួកយើងរត់ទៅរកគាត់ក្នុងអាគារជាន់ទី5ងងឹតខ្លាំងហ
ហើយក្នុងបន្ទប់ចាស់នោះដារ៉ូអង្គុយម្នាក់ឯងគាត់កំពុងអោបតុក្កតាហើយញញឹមខុសធម្មតាស្រាប់តែសំឡេងក្មេងស្រីសើចឡនពេញបន្ទប់ពូនៅលេងជាមួយខ្ញុំភ្លាមនោះទ្វារបិទខ្ទប់ហើយខ្ញុំឃើញស្ត្រីម្នាក់ឈរនៅជ្រុងបន្ទប់មុខនាងបាយឈីមកកូចហើយដៃនាងកាន់ក្មេងស្រីតូចម្នាក់នាងសម្លឹងមកខ្ញុំទាំងទឹកណែកហេតុអីគ្មានអ្នកណាជួយខ្ញុំព្រឹកថ្ងៃបន្ទាប់ដារ៉ូត្រូវគេប្រទះឃើញសន្លប់នៅជាន់ទី5ក្រោយថ្ងៃនោះគាត់មិនដូចមុនទៀតទេគាត់មិនសូវនិយាយមិនសូវញញឹមហើយរាល់យប់គាត់តែងអង្គុយលេងតុក្កតាម្នាក់ឯងពីខែក្រោយដារ៉ូលោតសម្លាប់ខ្លួនពីអាគារនោះមុនស្លាប់គាត់សរសេរឲ្យលើជញ្ជាំងថាពួកគេនៅចាំនៅទីនោះរហូតមកដល់សប្តាហ៍ថ្ងៃអ្នកនៅអូរស័យនៅតែនិយាយថារាល់យប់ម៉ោង12គេនៅតែឃើញស្ត្រីម្នាក់ឈរនៅជាន់ទី5កាន់ដៃក្មេងស្រីតូចម្នាក់សម្លឹងចុះមកក្រោមអាគារទាំងស្ងៀមស្ងាត់